ដោយតែបងប្អូនធ្លាប់ឃើញវីដេអូមុនកន្លងមកហើយបាទខ្ញុំធ្លាប់បានបង្ហាញចែកជូនបងប្អូនអំពី cycle relay នេះ relay នេះគឺយើងសម្រាប់ប្រើប្រាស់ជាមួយនឹងទូភ្ញាស់ពងមាន់ពងទាពងគ្រួចយ៉ាងហ្នឹងបងប្អូនខ្ញុំបង្ហាញតែអ្វីដែលមានមុខងារស្រាប់បាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបកំណត់នីតិចែកជូនបងប្អូនដើម្បីឲ្យបងប្អូនដែលបានជាវទៅហើយផ្លាស់ប្ដូរពេលវេលាតាមចិត្តដែលខ្លួនឯងចង់បានអញ្ចឹងទៅខ្ញុំសូមបង្ហាញពីការ set up module នេះចែកជូនបងប្អូនទស្សនាគ្រប់គ្នាសម្រាប់បងប្អូនថ្មីដែលពេញចិត្តវីដេអូខ្ញុំបាទហើយមិនទាន់បាន subscribe សូមអញ្ជើញជួយ subscribe ជួយ share វីដេអូនេះបាទទៅកាន់អ្នកដទៃទៀតទុកគ្រាន់ជាការចែករំលែកនៅបទពិសោធន៍តិចតួចវិធីនេះគឺជាប្រយោជន៍ទូទៅបងប្អូនមួយចំនួនគឺបងប្អូនចាំបាច់ណាស់ការប្រើប្រាស់ module នេះសម្រាប់បងប្អូនដែលភ្ញាស់ពងមាន់ពងទាបាទទិញ timer មានតម្លៃថ្លៃបងប្អូន timer តាមដែលខ្ញុំដឹងវាមានតម្លៃចាប់ពី$7រហូតទៅដល់បាទ$20-30ឯណោះទៅតាមប្រភេទ model មួយដែលល្អទៅថ្លៃទៅធម្មតាទៅតម្លៃរៀងធូរទៅក៏ប៉ុន្តែបងប្អូនជួបនៅវិបត្តិមួយទូទៅដូចគ្នាគឺ timer ទាំងអស់នោះវាបំពាក់នៅជាមួយនឹងថ្មជាប់នៅក្នុង module ឬក៏ timer នោះអញ្ចឹងកាលណាថ្មនឹងអស់គឺធ្វើឲ្យ relay របស់បងប្អូនហ្នឹងគឺ error ហើយបាទវាដើរទៀងទេឬក៏នៅពេលដែលថ្មអស់ថ្មខូចពេលដែលអគ្គិសនីដាច់គឺវា error តែម្ដងវាអត់ចាប់ពេលវេលាដែលយើងបានកំណត់រួចហើយនឹងទេអញ្ចឹងសម្រាប់ module មួយនេះ relay មួយនេះបាទវាអត់ប្រើថ្មទេហើយវាមានការចងចាំបានល្អអញ្ចឹងបងប្អូនឈប់ប្រើមួយរយៈឲ្យបងប្អូនប្រើវាវិញក៏ការចងចាំរបស់វានៅដដែលដែរបាទជាបន្តសូមអញ្ជើញបងប្អូនមើលការកំណត់ពេលវេលាជាមួយខ្ញុំបាទទាំងអស់គ្នាដូចតទៅបាទសូមអញ្ជើញឥឡូវខ្ញុំដោតអានេះដូចជា module ថ្មីមួយអញ្ចឹងឥឡូវខ្ញុំដោតបាទដោត DC បញ្ចូលបាទនៅពេលដែលដោតដំបូងទៅវាចេញប៉ុណ្ណឹងបងប្អូនបាទនេះចេញអញ្ចឹងបាទហើយខ្ញុំដោត AC បញ្ចូលតែឥឡូវខ្ញុំបញ្ចូល AC ហើយបងប្អូននេះបេតុងនេះវាមាន4 1 2 3 4បេតុងនេះ stop អានេះ set អានេះ up អានេះ down យើងចុចបេតុង set នេះបាទ3សេកុងចុចជាប់3សេកុងមកបងប្អូនបាទហើយយើងប្រឡែងមកវិញមកវាចេញអក្សរ P លេខ1ចុច1អញ្ចឹងយើងចុចបាទយើងចុចទៅមុខទៀតបាទ P1 P2 P1.2 ចុច3បាទនេះ P2 វីដេអូមួយនេះខ្ញុំបង្ហាញតែចំណុចដែលបងប្អូនត្រូវការកំណត់ពេលវេលាតែប៉ុណ្ណោះ option ផ្សេងទៀតនៅខាងមុខនោះខ្ញុំមិនបានបង្ហាញចែកជូនទេដោយសារតែយើងកាត់បន្ថយពេលវេលារបស់វីដេអូនេះឲ្យមកខ្លីយកតែចំណុចសំខាន់ចំណុចដែលបងប្អូនត្រូវការប្រើមកបង្ហាញចែកជូនទេអញ្ចឹងយើងចុចរហូតដល់ P3.1 បាទចុចមួយទៀតមកបាទយើងយក P3.2 អញ្ចឹង option ហ្នឹងគឺនៅក្នុង P3.2 អញ្ចឹងតមកទៀតបងប្អូនចុច set 3សេកុង OP នេះវាចេញ15វិនាទីបាទដោយសារតែrelay នេះខ្ញុំបាន set រួចហើយបាទ15ហ្នឹងគឺវា15អញ្ចឹងដំបូងមកវាអត់15ទេវាប្រហែលជា5ឬក៏10អីទេខ្ញុំយក10ដើម្បីងាយខ្លីតមកទៀតខ្ញុំចុច3សេកុងទៀតបាទអានេះ close circuit អញ្ចឹងវាមាន6អញ្ចឹង relay នេះខ្ញុំយក7ទៅចុះដើម្បីកុំឲ្យវាគៀកពេកបាទហើយយកចុចក្រោយដូចគ្នាបងប្អូនចំណាំទៅបាទអញ្ចឹងខ្ញុំចុច3សេកុងទៀតបាទនេះវាចេញ loop អញ្ចឹង loop នេះបងប្អូនចុចឲ្យវាចេញសញ្ញាត្រី3នេះអញ្ចឹងបើសិនជាបងប្អូនចុច loop ហ្នឹងវាចេញលេខ1ទេវាថា loop មួយដងអញ្ចឹង relay របស់យើងដំណើរការ cycle របស់វាតែមួយដងទេវានឹងឈប់ដំណើរការជារៀងរហូតលើកលែងតែយើងចុចសិក្សាថ្មីបានវាដំណើរការទៀតអញ្ចឹងចំណុចមួយហ្នឹងវាមាន loop 3 loop 4 loop 5អីចឹងទៅនេះ loop 6អីចឹងទៅអញ្ចឹងកន្លែងហ្នឹងសូមបងប្អូនកុំយកតំណែងអីយើងយកឲ្យចេញត្រេអញ្ចេះបាទអញ្ចឹងមិនថាវាអត់មានចំនួនលេខទេវាធ្វើការអត់ឈប់ទេជប់រហូតអញ្ចឹងយើងចុច3សេកុងទៀតមកឲ្យវាចេញមកពេល2ចេះវាដែរបងប្អូនបាទឃើញទេអញ្ចឹងវាចាប់ផ្ដើម3សេកុងបាទ4 5 6 7 8 9 10ដាច់បាទ1 2 3 4 5 6 7 start បាទ7វាត្រឡប់មក0វិញបាទចំណុចមួយនេះបងប្អូនចង់សិតប៉ុណ្ណាក៏សិតទៅជាបន្តខ្ញុំសូមបញ្ជាក់ចំណុចនេះបងប្អូនណាបាទចំណុចចុចពីក្រោយនេះអញ្ចឹងខ្ញុំយកអាចំណុចពីក្រោយហ្នឹងមកដាក់នៅទី2តើវាចេញលទ្ធផលទៅជាអីបងប្អូនអញ្ចឹងយើងចុចខាងក្រោយនេះវាសំដៅថាជាវិនាទីបងប្អូនណាខាងក្រោយនេះចុចខាងក្រោយនេះគឺសំដៅទៅលើវិនាទីខ្ញុំ set up ម្ដងទៀតបាទយើងចុច set 3សេកុងបាទនេះ OP បាទអញ្ចឹងយើងកែកន្លែងនេះមកលេខ2វិញបងប្អូនកែមកលេខ2វិញបាទ9អញ្ចឹងយើងយក2នាទីបាទឥឡូវនេះគឺយើងកែចេះគឺយើងយក2នាទីមានថា2នាទីវាធ្វើការហើយបាទ close circuit ហ្នឹងយើងយកវាតែ1នាទីទេបាទ close circuit បាទយើងយកវាតែ1នាទីទេអញ្ចឹងយើងនឹងធ្វើតេស្តបាទ1នាទីបាទយើង set ប៉ុណ្ណឹងបងប្អូនណាចុច3សេកុងឲ្យជាប់មកបាទប៉ុណ្ណេះមកមិនសុះគឺវាដំណើរការហើយបាទចាំមើលទាំងអស់គ្នាយើងចាំ cycle នេះដើម្បីថាតើការធ្វើតេស្តហ្នឹងវាមានលទ្ធផលយ៉ាងម៉េចបាទ2នាទីបងប្អូនអញ្ចឹងចាំតាមដានទាំងអស់គ្នាបាទខ្ញុំទុកឲ្យ sequence នេះដំណើរការសិនហើយយើងចាំមើលចាំតាមដានបងប្អូនជារឿយៗខ្ញុំតែងតែចែកម្លែកវីដេអូប្រភេទនេះ
ចែកជូនបងប្អូនសម្រាប់ទេសនាកំសាន្តនៅបងប្អូនអាចទេសនាហើយយកទៅអនុវត្តបាទមានជាប្រយោជន៍សម្រាប់តម្រូវការរបស់បងប្អូនបាទចំពោះវីដេអូមួយចំនួនមានអត្ថន័យនិងគោលដៅខុសៗគ្នាអញ្ចឹងបងប្អូនមើលទៅពេញចិត្តវីដេអូណាបាទក៏អាចគិតថាយកវីដេអូហ្នឹងយកទៅធ្វើចង់ប្រើប្រាស់ខ្លួនឯងនៅផ្ទះចង់បាទប្រើប្រាស់នៅចំការចង់ប្រើប្រាស់នៅកសិដ្ឋានបាទ2នាទីកន្លងទៅហើយឥឡូវវាផ្ដាច់ទៅហើយបងប្អូនបាទមានន័យថាយើងសិតរបៀបមិញហ្នឹងគឺវាភ្លឺរយៈពេល2នាទីនិងរលត់រយៈពេល1នាទីវាដំណើរការបាទបងប្អូនឥឡូវនេះ control របស់យើងវាដំណើរការវិញហើយរយៈពេល1នាទីសង្ឃឹមថាវីដេអូមួយនេះនឹងបានជាប្រយោជន៍ដល់បងប្អូនដែលកំពុងតែប្រើប្រាស់ទូភ្ញាស់ពងមាន់ពងទាបាទសូមអរគុណបងប្អូនសូមគោរពលា